5 ឆ្នាំចុងក្រោយធនាគារ SBI លីហួរកើនទ្រព្យសកម្មដល់ទៅជាង $1,100 លាន ខណៈឥណទាននិងប្រាក់បញ្ញើសុទ្ធសឹងតែមានកំណើនលើស $800 លាន ធនាគារ SBI លីហួរបានប្រកាសនៅសមិទ្ធផលដ៏សំខាន់ក្នុងការបន្តកំណើននិងការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើអតិថិជននិងសាធារណជននៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ 2020 ធនាគារបានចាប់ផ្ដើមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏រឹងមាំជាមួយនឹងទ្រព្យសកម្ម $243.8 លាន សហរដ្ឋអាមេរិក ឥណទាន $196.9 លាន សហរដ្ឋអាមេរិក និងប្រាក់បញ្ញើ $118.7 លាន សហរដ្ឋអាមេរិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលីហួរក៏ទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជាហើយបានពង្រីកសាខា 45 ទូទាំងប្រទេសនិងបុគ្គលិកបម្រើការ 1,157 នាក់និងផ្ដល់សេវាហិរញ្ញវត្ថុដល់អតិថិជនជាង 33,000 នាក់លើពីនេះធនាគារបានកែលម្អសាខានិងដាក់ឲ្យដំណើរការម៉ាស៊ីនដកប្រាក់និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ATM CRM នៅទូទាំងប្រទេសព្រមទាំងដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់និងសេវាភិតិសន្យាផងដែរក្នុងឆ្នាំ 2021 ធនាគារបានជំរុញ Digital តូបនីយកម្មដោយដាក់ឲ្យដំណើរការធនាគារចល័តនិងបន្ថែមការទូទាត់ QR លើធនាគារចល័តឆ្នាំ 2022 ធនាគារបានពង្រីកសេវាកម្មដោយដាក់ឲ្យដំណើរការបាន Visa និង KHQR ឆ្នាំ 2023 ធនាគារបានពង្រឹងមូលធនដល់ទៅ $100 លាន សហរដ្ឋអាមេរិកកើនពី $75 លាន សហរដ្ឋអាមេរិកនិងដំណើរការប្រព័ន្ធធនាគារ Snow T24 ដំណាក់កាលទី1ក្នុងឆ្នាំ 2024 ធនាគារបានធ្វើទំនើបកម្មប្រព័ន្ធពេញលេញដោយបដូរប្រព័ន្ធធនាគារ Snow ទៅ T24 ទាំងស្រុងនិងដាក់ឲ្យដំណើរការបាន Visa ពហុរូបិយប័ណ្ណមុនគេបង្អស់នៅកម្ពុជាគិតត្រឹមខែកុម្ភៈឆ្នាំ 2025 ធនាគារបានសម្រេចបានកំណើនដ៏ខ្លាំងក្លាជាមួយនឹងទ្រព្យសកម្ម $1,102 លាន សហរដ្ឋអាមេរិក ឥណទាន $841 លាន សហរដ្ឋអាមេរិក ប្រាក់បញ្ញើ $826 លាន សហរដ្ឋអាមេរិក អតិថិជនជាង 138,000 នាក់ និងបុគ្គលិក 1,379 នាក់ សូមបញ្ជាក់ថាបច្ចុប្បន្ននេះធនាគារ SBI លីហួរមានបណ្ដាញសាខាប្រតិបត្តិការទូទាំង 25 ខេត្ត និងរាជធានីក្នុងប្រទេសកម្ពុជាដែលមានទ្រព្យសកម្មជាង $1,000 លាន សហរដ្ឋអាមេរិក មានសាខាសរុបចំនួន 51 ទីតាំង និងមានម៉ាស៊ីនដកប្រាក់ដាក់ប្រាក់ ATM CRM សរុបជាង 30 កន្លែង និងមានការសហការដៃគូដាក់និងដកប្រាក់ជាមួយក្រុមហ៊ុនលីហួរវេលុយចំនួនជាង 3,000 កន្លែងនៅទូទាំងប្រទេសដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនយើង